រឿងខ្មោចដើមឫស្សីនៅពេលវិសមកាលខ្ញុំក៏មកលេងផ្ទះនៅពេលមកដល់ផ្ទះស្រាប់តែឃើញបងស្រីរបស់ខ្ញុំមានជំងឺជាទម្ងន់ដេកនៅលើកន្ទេលផ្ទឹកប៉ុន្តែគាត់សប្បាយចិត្តណាស់ពេលឃើញខ្ញុំមកដល់ផ្ទះវិញពី3ថ្ងៃក្រោយមកជំងឺរបស់គាត់ក៏ប្រែខុសពីធម្មតាគាត់ត្រឡប់ទៅជាវង្វេងលេងស្គាល់បងប្អូនណាទាំងអស់លុះដល់ពេលយប់ស្រាប់តែគាត់វាចុះវាឡើងពេញតែផ្ទះជួនកាលចូលបន្ទប់ម្ដាយរបស់ខ្ញុំឆាឆៅគេគ្រប់គ្នាគ្មានអ្នកណាម្នាក់បានដេកពួនឡើយឃើញហេតុការណ៍ចម្លែកដូចនេះម្ដាយខ្ញុំក៏រកគ្រូអារក្សមកបញ្ជាន់ក្រោយពីបញ្ជាន់អារក្សមកអារក្សនោះក៏បាននិយាយថាខ្មោចកន្ទោងខៀវមកកាច់យកទៅហើយជំងឺនេះគឺជាជំងឺមេបាចាស់ទុំបងស្រីខ្ញុំពិតមែនតែឈឺតែបាយទាំងចានគ្រាន់តែក្រោកមិនរួចតែប៉ុណ្ណោះម្ដាយខ្ញុំព្រួយចិត្តខ្លាំងណាស់ខ្លាចបងស្រីខ្ញុំស្លាប់ដើម្បីឲ្យបងស្រីខ្ញុំជាទាល់តែហៅអ្នកទាំងពីរមកសាន់ព្រេនបើហៅមកសានទាល់តែម៉ែឪទាំងសងខាងព្រមដែរទីបំផុតគាត់ដាច់ចិត្តទៅអង្វរម៉ែឪទាំងសងខាងទម្រាំគេព្រមដូច្នេះសង្សារទាំងពីរត្រូវមកសាននៅចំពោះមុខមេបាចាស់ទុំល្ងាចថ្ងៃសែនបានមកដល់ពិធីលៀងអារក្សក៏បានចាប់ផ្ដើមឡើងជាបន្ទាន់ដែររូបអារក្សគឺយាយចាស់ម្នាក់ដែលមានអាយុជាង60ឆ្នាំទៅហើយនៅពេលរៀបចំលៀងគេនាំគ្នាលើកបងស្រីខ្ញុំឲ្យអង្គុយនៅចំពីមុខរូបអារក្សភ្លេងអន្ទងហៅខ្មោចក៏បន្លឺឡើងដែរស្រាប់តែពេលនោះរូបអារក្សរំរំពើតរំពេនតែម្ដងហើយក៏ស្រែកឡើងថាយើងមកហើយ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 ម្ដាយរបស់ខ្ញុំក៏សួរថាលោកណាអញ្ជើញមកនឹងកន្ទងខៀវកន្ទងខៀវអោលោកកន្ទងខៀវអើយខ្ញុំសូមជួយឲ្យកូនចាបកូនព្រាបជាពីជំងឺភ្លាមទៅមិនអីទេចាក់ស្រាមកឲ្យយើងមួយកែវសិនមកចាំយើងជួយកូនចាបកូនព្រាបឲ្យរួចពីសេចក្តីស្លាប់លុះលៀងខ្មោចតូចខ្មោចធំអស់ហើយស្រាប់តែបងស្រីខ្ញុំក្រោកអង្គុយបានមែនជាហេតុធ្វើឲ្យអ្នកនៅទីនោះរឹតតែជឿថែមទៀតថ្ងៃក្រោយមកបងស្រីខ្ញុំក៏ជាសះស្បើយទៅប៉ុន្តែពី3ថ្ងៃក្រោយមកទៀតស្រាប់តែអាក្មួយប្រុសខ្ញុំវាឈឺម្ដងជំងឺរបស់វាគឺជាជំងឺគ្រុនញាក់ក្មួយខ្ញុំរឹតតែឈឺធ្ងន់ថែមទៀតបណ្ដាលឲ្យឪពុកម្ដាយវាភ័យស្លន់ស្លោនៅពេលវាធ្ងោឈឺម្ដងវាចេះតែយកម្រាមដៃរកត្រចៀកបងប្រុសខ្ញុំឆ្ងល់ក៏មើលរុនត្រចៀកវាស្រាប់តែឃើញសត្វតុកែមួយប៉ុនចុងធូបខាំត្រចៀកវាជាប់ស្អិតឃើញដូច្នោះបងប្រុសខ្ញុំស្រែកប្រាប់បងស្រីខ្ញុំថាតុកែខាំរុនត្រចៀកតើបានជាវាគ្រុនក្រោយពីយកតុកែចេញពីរុនត្រចៀកក្មួយប្រុសខ្ញុំក៏ជាបាត់ទៅលុះកូនបានជាហើយពេលព្រឹកមួយបងប្រុសខ្ញុំ2នាក់និងខ្ញុំបាននាំគ្នាបរទេះទៅចំការនៅឯកោះជ័យចម្ងាយប្រហែល10គីឡូម៉ែត្រពីផ្ទះយើងនាំគ្នាក្រោកពីព្រលឹមដល់ពេលល្ងាចទេបត្រឡប់មកផ្ទះវិញលុះបរទេះមកដល់អូរ៉ូណាខ្ញុំខ្លាចតែម្ដងព្រោះនៅក្បែរអូរ៉ូតេះនេះផ្លូវចោតខ្លាំងណាស់ជួនកាលក៏ទាញរទេះឡើងទួលមិនរួចផងជាពិសេសនៅរដូវវស្សាម្យ៉ាងទៀតឮរបីថាកន្លែងនេះខ្មោចលងសម្បើមណាស់ហើយខ្មោចនោះគឺជាខ្មោចចាមឈ្មោះតាយ៉ាកាលស្លាប់អាយុ97ឆ្នាំកាលនៅរស់គាត់ជាគ្រូធ្មប់យ៉ាងធំនៅកោះសំរោងរទេះមកដល់ក្បាលអូរ៉ូណាយប់ងងឹតមើលគ្នាលេងស្គាល់ភ្លៀងស្រេចខ្យល់បក់វូសងខាងផ្លូវមានសត្វតែគុំឫស្សីភ្នូខ្មោចតាយ៉ាប្រហែល50ម៉ែត្រពីផ្លូវដើមឫស្សីសង្កៀតគ្នាធ្វើឲ្យខ្ញុំព្រឺក្បាលសំពងពេលនោះស្រាប់តែគោកញ្ជ្រោលថយក្រោយខ្ញុំឆ្ងល់ថាមិនក៏យ៉ាងនេះរួចវាចេះតែថយទៅទោះបីបងខ្ញុំវាយពី3រំពាត់ក៏ដោយក៏វានៅមិនទៅមុខដែរស្រាប់តែខ្ញុំឃើញមនុស្សឈរទូសម្ពុតសនៅច្រងាងកណ្ដាលផ្លូវខ្ញុំដឹងថាខ្មោចលងហើយខ្ញុំអោបបុកខ្ញុំជាប់រួចស្រែកថាខ្មោចលងបងខ្ញុំនៅត្រឹងព្រោះគោមិនដើរមនុស្សទូសក៏អណ្ដោរធានបាត់ទៅស្រាប់តែលេចក្តាមមឈូសមួយយ៉ាងធំសម្បើមរមៀលពីលើដើមឈើតបមកក្រោមខ្ញុំក៏ស្រែកខ្លាំងថាជួយផងខ្មោចលង
មកឈូនោះមកដល់ក្បែរជើងគោក៏អណ្ដរធានទៅឯងបងខ្ញុំបែបភ្ញាក់ក៏វាយគោពី3ខ្សែតៃគោស្ទុះកន្ត្រាក់បោលលឿនខុសពីធម្មតាមកដល់ផ្ទះខ្ញុំនៅតែភ័យញ័ររត់ឡើងផ្ទះម្ដាយខ្ញុំសួរថាមានរឿងអីកូនខ្មោចតាយ៉ាលងម៉ែខ្មោចតាយ៉ាលងម្ដាយខ្ញុំបេះស្លឹកឈើមកសៀតទៅជាខ្ញុំរួចគាត់បានពោលថា4-10សពគ្រប់ព្រលឹងអើយត្រឡប់មកផ្ទះវិញមក2ថ្ងៃបន្ទាប់មកខ្ញុំមានស្មារតីល្អធម្មតាវិញឥឡូវនេះចិត្តដល់ចូលឆ្នាំខ្មែរហើយនៅសល់ខានតែ3ថ្ងៃទៀតប៉ុណ្ណោះអ្នកភូមិនាំគ្នាលេងឈូងបោះអង្គញ់រំវង់តាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរខ្ញុំទៅលេងផ្ទះបងខ្ញុំម្នាក់នៅហាន់ជ័យគាត់សង់ផ្ទះក្បែរមាត់ព្រែកមួយចម្ងាយប្រហែលពី3គីឡូម៉ែត្រពីភ្នំហាន់ជ័យភ្នំនេះមានអាយុកាលរាប់សតវត្សមកហើយខាងជើងភ្នំមានប្រាសាទចាស់បុរាណមួយស្ថាបនាតាំងពីសតវត្សទី1មកម្លេះជុំវិញប្រាសាទមានសត្វតែភ្នូខ្មោចច្រើនសន្ធឹកសន្ធាប់ព្រមទាំងសត្វពស់តូចធំច្រើនឥតគណនានៅពេលប្រលប់អ្នកដំណើរទាំងឡាយមិនសូវហ៊ានជិះកង់ឬបរទេះកាត់តាមផ្លូវនេះទេព្រោះខ្លាចសត្វសាហាវជាពិសេសគឺខ្លាចខ្មោចលងតែម្ដងនៅសងខាងផ្លូវមានព្រៃយ៉ាងក្រាស់ខ្មឹកហើយក្នុងចន្លោះគុម្ពឫស្សីមានសត្វតែភ្នូខ្មោចរាប់ពុំអស់ខ្មោចខ្លះពុំព្រមទៅណាទេគឺវានៅចាំលងអ្នកដំណើរយ៉ាងប្រហើនជាពិសេសអាខ្មោចកូនក្មេងអាយុប្រហែល7ទៅ8ឆ្នាំគេតែងតែឃើញវាឈរស្រាតនៅចិញ្ចើមផ្លូវចាំសុំកង់ដោយសារវាថាទៅទិញនំចំណីស៊ីខ្ញុំទៅលេងផ្ទះបងខ្ញុំបងស្រីថ្លៃខ្ញុំនិយាយថាកាលពីឆ្នាំមុនមានកើតហេតុមួយអ្នកជិះកាណូតឈ្នួលពីស្ទឹងត្រង់ទៅកំពង់ចាមពេលកាណូតមកដល់ភ្នំហាន់ជ័យក៏ជួបនឹងសត្វពស់មួយយ៉ាងធំចម្លែកអស្ចារ្យដែលហែលឆ្លងទន្លេបើតាមចាស់បាននិយាយថាជាពស់របស់អ្នកតានៅក្បាលកោះជ័យទល់មុខភ្នំហាន់ជ័យពស់នេះពិតមែនតែធំប៉ុន្តែមិនដែលធ្វើបាបមនុស្សណាម្នាក់ឡើយពស់នេះរកស៊ីតាមព្រៃត្រែងជួនកាលអើតក្បាលកម្ពស់ប្រហែល2ម៉ែត្រដើម្បីរកព្រៃជ្រោកអ្នកដំណើរក្នុងកាណូតជ្រុលច្របល់ស្លន់ស្លោនឹកស្មានថាក្រពើតែកងកាណូតពន្លត់ម៉ាស៊ីនភ្លាមព្រោះខ្លាចប៉ះសត្វពស់នេះហែលសំដៅទៅភ្នំហាន់ជ័យរួចក៏ខ្លាចខ្លួនជាពស់អ្នកតាព្រៃភ្នំនោះទៅអ្នកដំណើរដែលទៅកាប់ឫស្សីក្បែរភ្នំច្បាស់ជាឃើញពស់នេះខ្លាចមិនខានកាលណាខ្លួននិយាយអ្វីខុសមាត់អ្នកខ្លះភ័យលុះប្រលឹងពេលមកដល់ផ្ទះវិញឈឺជ្រុះសក់ឬក៏ស្លាប់ផងក៏មានកាលបើគ្រួសារអ្នកឈឺមិនទៅបន់ស្រន់សុំទោសអ្នកតាព្រៃភ្នំនោះទេឯព្រះសង្ឃដែលគង់នៅភ្នំនេះតែងតែមានសង្ឃដីកាថាពេលយប់ខ្លះលោកឮសូរសំឡេងមនុស្សរាប់រយនាក់ស្រែកឬសាយក្អាកក្អាយខ្ទាស់អស់ព្រៃភ្នំតែព្រះសង្ឃមិនរវល់យកចិត្តទុកដាក់នោះទេកាលពីខែមុនអ្នកស្រុកនេះបានយកខ្មោចស្រីមានទេពស់ម្នាក់មកកប់នៅជើងភ្នំហាន់ជ័យចាប់តាំងពីពេលនោះមកស្រាប់តែឮល្បីថាខ្មោចនោះលងគេសម្បាមហើយព្រោះគេថាមនុស្សស្លាប់ពេលឆ្លងទន្លេជាខ្មោចព្រាយរត់ក្រឡាភ្លើងខ្មោចនេះលងគ្មានស្គាល់យប់ស្គាល់ថ្ងៃនោះទេឲ្យតែដើរឬជិះកង់ម្នាក់ឯងលងតែទាំងអស់មុនចូលឆ្នាំខ្មែរមួយថ្ងៃបងប្រុសខ្ញុំនិងខ្ញុំនាំគ្នាទៅកាប់ឫស្សីនៅខាងជើងភ្នំហាន់ជ័យគឺនៅក្បែរភ្នូខ្មោចស្រីនោះឯងប៉ុន្តែខ្ញុំអត់បានដឹងថានៅកន្លែងនោះមានខ្មោចលងដូចនេះនោះទេឥឡូវនេះខ្លួនខ្ញុំហាក់ដូចជាចាស់ទុំបន្តិចទៅហើយពីរឿងខ្មោចលងព្រោះត្រីខ្មោចលងជាញឹកញាប់ពេកណាស់តែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែរៀងញញើតដែរព្រោះធ្លាប់ឃើញនឹងជួបស្ដែងពេកប្រសិនបើខ្ញុំបានដឹងរឿងខ្មោចស្រីនោះក៏ខ្ញុំមិនមកដែរលុះទៅដល់ព្រៃឫស្សីខាងជើងភ្នំបងខ្ញុំនិងខ្ញុំក៏នាំគ្នាកាប់ឫស្សីបានយ៉ាងច្រើនយកមកកូរទុកមួយកន្លែងនៅពេលថ្ងៃរសៀលដោយខ្ញុំអស់កម្លាំងពេកខ្ញុំក៏ចេញពីព្រៃឫស្សីមកអង្គុយនៅក្បែរភ្នូបងខ្ញុំកាប់ម្នាក់ឯងកន្លែងនោះគួរឲ្យខ្លាចមែនព្រោះស្ងាត់ជ្រងំគេឮសូរតែសំឡេងសត្វរលកខ្មោចយំគូកបើវាយំក្រោយខ្នងហើយនៅចិត្តទៀតច្បាស់ជារត់លួចប្រលឹងមិនខានខ្ញុំអង្គុយនៅកណ្ដាលផ្លូវប្រហែលកន្លះម៉ោងស្រាប់តែឮមាត់បងប្រុសខ្ញុំស្រីហៅខ្ញុំល្វើយខ្ញុំក៏ស្ទុះចូលទៅក្នុងព្រៃឫស្សីតម្រង់ទៅបងខ្ញុំស្រាប់តែឃើញគាត់នៅលើដើមឫស្សីកំពុងតែប្រវេប្រវាប្រឹងស្ទុះចុះមកក្រោមមុនដំបូងខ្ញុំនឹកឆ្ងល់ក្នុងចិត្តជាខ្លាំង
ព្រោះមិនដឹងរឿងអីបានជាបងខ្ញុំឡើងទៅលើគុំឫស្សីលុះគាត់ចុះមកដល់ដីខោអាវរបស់គាត់រហែកអស់ទៅហើយឯខ្នងនឹងដៃគាត់ឃើញមុតបន្លាឫស្សីចេះច្រើនកន្លែងទៀតខ្ញុំក៏សួរគាត់ថាបងឯងឡើងទៅលើដើមឫស្សីធ្វើអីគាត់ក៏បាននិយាយថាខ្មោចបេឡូងនៅពេលដែលឯងចេញទៅសម្រាកនៅឯផ្លូវប្រហែលជាវាឃើញបងនៅម្នាក់ឯងក៏មិនដឹងអូបើគ្រាន់តែខ្មោចលងបងឯងចាំបាច់ឡើងទៅគុំឫស្សីធ្វើអីទេខ្មោចនេះវាលងប្លែកពីធម្មតាមិនដឹងជាវាចេះលងពីណាមកណាហើយចាំចុះដល់ដីសិនចាំនិយាយលុះចុះមកដល់ដីបងខ្ញុំនិយាយបន្តនៅពេលបងកំពុងកាប់ឫស្សីស្រាប់តែឃើញខ្ទមស្លឹកមួយតូចស្អាតបងឆ្ងល់ដែរតែមិននឹកស្មានថាខ្មោចលងទេព្រោះនៅលើខ្ទមនោះមានស្រីម្នាក់រាងចំណាស់បន្តិចតែស្អាតណាស់កំពុងអង្គុយយល់កូនស្រីនោះចេះតែហៅបងឲ្យឡើងផឹកទឹកអង្គុយលេងបងក៏ឡើងទៅតែដូចជាគ្មានពិបាកអីសោះអង្គុយបានបន្តិចឃើញស្រីនោះដំបងសក់ខ្លីទេបន្តិចមកសក់ក៏វែងទៅក្រោយពីរំសាយសក់ស្រាប់តែឃើញសម្លក់ដាក់បងក៏ស្ទុះទៅទួតអង្រឹងកូនវាមួយជើងផឹងស្រាប់តែអង្រឹងខ្លាចជាដើមឫស្សីធ្វើឲ្យជើងបងឈឺសឹងស្លាប់ឯខ្ទុំក៏អណ្ដរធានបាត់ទៅបងខ្ញុំនិងខ្ញុំត្រឡប់ទៅផ្ទះវិញថ្ងៃរសៀលជ្រេបន្តិចទៅហើយយើងកូរឫស្សីទុកសិនចាំស្អែកយករទេះមកដឹកថ្ងៃចិត្តលិចយើងនាំគ្នាទៅផ្ទះតាមផ្លូវស្ងាត់ឈឹងតែម្ដងតែឮសំឡេងអ្នកចោលឈូងឯភូមិល្វើយស្រាប់តែខ្ញុំឮសំឡេងនៅខាងស្ដាំដៃថាហេអ្នកទាំងពីរមកលេងឈូងសិនខ្ញុំឮតែប៉ុណ្ណឹងក៏ស្រែកខ្លាំងថាខ្មោចលងទៅហើយវើយខ្មោចលងទៅហើយវើយខ្ញុំក្រឡេកមើលទៅឃើញស្រីម្នាក់ស្អាតណាស់ដៃកាន់ឈូងរត់មកតាមកង់ខ្ញុំរួចស្រែកថាឈប់សិនអ្នកប្រុសលេងឈូងសិនទៅខ្ញុំអបសុកណាស់បន្ទាប់មកខ្មោចស្រីនោះកាន់តែខ្ពស់ទៅមុខឡើងញញស្ញយមើលមិនបានគួរឲ្យខ្លាចក្រៃពេកខ្មោចស្រីនោះក៏រត់តាមក្រោយខ្ញុំរហូតដល់ស្ពានឫស្សីឆ្លងព្រែកពីភ្នំមកឥតមានផ្ទះទេទាល់តែហួសស្ពានបន្តិចទើបមានផ្ទះនៅស្ទងខាងផ្លូវមានសត្វតែព្រៃឫស្សីបងខ្ញុំធាក់កង់លឿនយកតែមែនតែនតាមធម្មតាតែកាលណាមកដល់ស្ពានឫស្សីនេះគេតែងតែចុះបណ្ដើរកង់ព្រោះបន្ទះក្តាររកខេករកខាពេកតែម្ដងនេះសំទោសចុះព្រោះខ្លាចខ្មោចដេញទួនលុះចិត្តទៅដល់ចុងស្ពានខ្ញុំបែបរៀងអបន្តិចព្រោះនឹកស្មានថាខ្មោចលេងដេញទៀតហើយស្រាប់តែភ្លាមនោះខ្មោចស្រីដាក់ជើងមកខាងនៅក្បាលស្ពានមកខាងទៀតនៅចុងស្ពានយាឈុងគក់ខ្នងខ្ញុំឮសូរឌឹបបងខ្ញុំក៏ដួលកង់មួយរំពេចខ្ញុំស្ទុះទៅជួយលើគាត់ឯខ្មោចនោះក៏ដរធានបាត់ទៅបងខ្ញុំធ្ងោអ៊ូយព្រោះឆ្អល់ពោះខ្លាំងខ្ញុំជួយរឹតពោះគាត់អស់មួយសន្ទុះទើបគាត់អាចជិះកង់ទៅផ្ទះបានលុះទៅដល់ផ្ទះបងខ្ញុំដេកឈឺជ្រុះសក់អស់កន្លះខែទើបជារឿងខ្មោចដើមឫស្សីក៏ចប់តែប៉ុណ្ណឹងសូមអរគុណសូមគោរពលា